ហើយការបង្កើតការងារនៅក្នុងប្រទេសរបស់យើងគឺផ្អែកទៅលើអភិក្រមគុណភាពបរិមាណនិងគុណភាពស្អីទៅដែលការងារដែលមានគុណភាពការងារដែលមានគុណភាពវាមានសុចនាករមួយចំនួនទី1គឺការងារសមរម្យដែលគោរពទៅតាមច្បាប់នេះគឺសំខាន់យើងមិនចេះតែរកការងារដែលយកមកឲ្យហើយមិនគោរពច្បាប់មិនគោរពនៅសិទ្ធិរបស់កម្មករនិយោជិតនេះគឺជាការបដិញ្ញាចិត្តរបស់យើងមិនអាចបង្កើតនៅការងារណាគ្រាន់តែបានប្រាក់ខែខ្ពស់ខ្លាយទៅជាទាសករអត់ទេគឺត្រូវគោរពច្បាប់អញ្ចឹងបានយើងមានសិទ្ធិបង្កើតរហូតដល់សហជីពមូលដ្ឋានរហូតដល់សហព័ន្ធសហជីពដើម្បីការពារសិទ្ធិទី2ផ្ដល់ឱកាសសម្រាប់កម្មករនិយោជិតរបស់យើងនៅក្នុងការទទួលបានការបណ្ដុះបណ្ដាលបំណិនកាន់តែកើនឡើងជាឱកាសកាន់តែល្អប្រសើរចាប់ផ្ដើមពីវិស័យកាត់ដេរឬមួយពីការងារដែលមានបំណិនទៀតត្រូវការបំណិនឬមួយជំនាញទៀតដែលយើងចាប់ផ្ដើមពីឆ្នាំ90ជាងឥឡូវយើងមកដល់នៅក្នុងការបង្កើតការងារដែលអាចមានរហូតទៅដល់ការផលិត computer chip ការផលិតជាគ្រឿងបង្គុំអគ្គិសនីការផលិតរថយន្តឥឡូវមិនត្រឹមតែរថយន្តប្រើប្រេងសាំងទេរថយន្តអគ្គិសនីទៀតបាទអញ្ចឹងបានន័យថាឱកាសការងារសម្រាប់ប្រជាពលរដ្ឋយើងពីមុនយើងអាចថាឆ្នាំ90ជាងយើងទៅរៀនបច្ចេកទេសអគ្គិសនីនៅក្រៅទៅអីបើមកក្នុងប្រទេសយើងមានតែកាត់ដេរឬមួយក៏យើងទៅរៀនវិស្វកររថយន្តទៅអីបើមកត្រឹមតែកសិកម្មឥឡូវយើងមានបង្កើតហើយនឹងពង្រីកលទ្ធភាពតាក់ទាញវិនិយោគបន្ថែមទៀតនៅក្នុងឧស្សាហកម្មដែលប្រើប្រាស់ជំនាញខ្ពស់ដើម្បីឲ្យប្រជាពលរដ្ឋយើងបានរៀនសូត្របានបណ្ដុះបណ្ដាលជំនាញជាមូលដ្ឋានសម្រាប់កសាងសេដ្ឋកិច្ចយូរអង្វែងបានន័យថាការងារដែលមានគុណភាពមិនមានលក្ខណៈកញ្ឆក់កដៀនមិនមានលក្ខណៈត្រឹមតែភ្លើងច្បើងធ្វើបានមួយឆ្នាំគេបិទរោងចក្រដើរទៅបាត់អត់ទេគឺរយៈពេលវែងបណ្ដុះបណ្ដាលនៃកន្លងអាជីពរបស់ប្រជាពលរដ្ឋរបស់យើងនេះដែលហៅថាការងារដែលមានគុណភាពបរិមាណបានន័យថាឲ្យកាន់តែកើនប៉ុន្តែមិនកើននៅនឹងតែមួយកន្លែងទេគឺបរិមាណរុញទូទាំងប្រទេសចឹងហើយបានជាការចាប់ផ្ដើមខេត្តខ្លះដែលពីមុនពឹងផ្អែកទាំងស្រុងទៅលើកសិកម្មឥឡូវមិនត្រឹមតែកសិកម្មទេមានទាំងសេវាកម្មមានទាំងឧស្សាហកម្មនៅទីនោះការបណ្ដុំនៃការចាប់ផ្ដើមដំបូងនៅរាជធានីភ្នំពេញនៅខេត្តព្រះសីហនុដោយសារយើងមានហេដ្ឋារចនាសម្ព័ន្ធមានភ្លើងមានទឹកមានអីនៅក្បែរតែនៅក្នុង30ឆ្នាំនៅក្នុងជាពិសេសក្រោយពេលដែលយើងបានសន្តិភាពពេញលេញយើងជំរុញការអភិវឌ្ឍទៅតាមខេត្តចាំបានខេត្តបើយើងនិយាយពីខេត្តគ្រាន់តែខេត្តភ្នំពេញខេត្តជុំវិញភ្នំពេញមានខេត្តកណ្ដាលខេត្តតាកែវកំពង់ស្ពឺកំពង់ឆ្នាំងសិតតែសក្តានុពលនៅក្នុងការពង្រីកនៃឧស្សាហកម្មដែលពីមុនថាជាខេត្តពឹងផ្អែកលើកសិកម្មទៅហួសមកហួសបាទខេត្តខ្លះគឺទៅហួសមកហួសបាទព្រោះអត់មានស្អីទាំងអស់នៅក្នុងនោះទីហោផ្លូវជាតិលេខ5កំពង់ឆ្នាំងពោធិ៍សាត់ភាគច្រើនគេទៅហួសមកហួសពីភ្នំពេញទៅដល់បាត់ដំបងមិនមានអីឥឡូវសេដ្ឋកិច្ចទី1ដោយសារឧស្សាហកម្មការងាររុញទៅទីនោះអញ្ចឹងសេដ្ឋកិច្ចផ្សេងសេវាកម្មអូតែលកន្លែងប្រជុំហាងស្អីផ្សេងទៅរីកខ្លួនឯងបាទអត់ពឹងតែអ្នកធ្វើដំណើរឆ្លងកាត់ទៀតទេនេះគឺជាអ្វីដែលយើងជំរុញនៅក្នុងការបង្កើតបរិបទគុណភាពនៃការងារ